ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូបង្ហាញពីការអានមេរៀននៅក្នុងសៀវភៅចំនួនភាសាខ្មែរថ្នាក់ទី1ភាគ1មេរៀនស្ពានទី1ស្រៈនិស័យស្រៈអាសការស្គាល់សូរអក្សរថ្មីពាក្យប៉ះមានសូរចុងអាសពាក្យស្រះមានសូរចុងអាសការស្គាល់តួអក្សរថ្មីពាក្យស្រះមានសូរចុងអាសការហ្វឹកហាត់សរសេរតួអក្សរថ្មី1 2ស្រៈអាស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 ការអានព្យាង្គនៅក្នុងតារាងទី1ជួរឈើកអាសកាសខអាសខាចអាសចាស់ឆអាសឆាការអានព្យាង្គនៅក្នុងតារាងទី2ជួរដេកកអាកាកអេកេកអីកៃកអឺកកអឺកកអូកកអូកកអ៊ូគួកអាកាកអឺគឿកអ៊ីគៀកអេកេកអែកែកអៃកៃកអោកោកអៅកៅកអំកំកអំកំកអាំកំកអាកាសការភ្ជាប់ពាក្យទៅនឹងរូបភាពស្រៈអាំអូភ្ជាប់ទៅនឹងរូបភាពដាំស្រៈអំអូភ្ជាប់ទៅនឹងរូបភាពដំស្រៈអាសអូភ្ជាប់ទៅនឹងរូបភាពប៉ះការអានអត្ថបទខ្លីខខាសចាឆាំខខចាឆាំខាសចៅកៅឆៃខខាសចៅកៅខាសកការសរសេរកូនគិតនឹងថាឲ្យបានលឺកាសកស្រៈអាសខាសខស្រៈអាសចាស់ចស្រៈអាសឆាសឆស្រៈ